ថ្ងៃនេះខ្ញុំសូមនិយាយលេងរឿងតែខ្មែរជាប្រទេសខ្សោយមែនអត់តាមពិតខ្មែរមិនខ្សោយទេគ្រាន់តែថាប្រមាថយើងតូចថ្លើមយើងវាទូចប្រជាជន17-18 លាននាក់ដីធំជាងសិង្ហបុរី250 ដងធំជាងអ៊ីស្រាអែល9 ដងអាចនិយាយបានថាវាល្មមអាចតស៊ូជាមួយគេបានហើយក៏ប៉ុន្តែប្រមាថយើងវាទូចយើងកុំប្រៀបធៀបមនុស្សប្រហើនជាមួយនឹងអ្នកក្លាហានណាអត់ដូចគ្នាទេឧទាហរណ៍សត្វតោដែលខំឈ្នះជាមួយនឹងសត្វប្រើសអត់មានណាគេទៅសើទេពួកអាក្មេងប្រហើនក្មេងទំនើងដែលនាំគ្នាបុត10-20នាក់ទៅដេញវ័យគេម្នាក់អាហ្នឹងក៏គេមិនហៅក្លាហានដែរពួកគ្នាយើងវាច្រើនហើយវាអត់មានត្រូវការសេចក្តីក្លាហានទេព្រោះត្រាយើងម្នាក់ទៅហ៊ានទៅដេញទៅវ័យគេជាមួយ4-10នាក់អាហ្នឹងមកគេហៅក្លាហានខ្មែរយើងវាអត់មានអាកំណត់ចឹងអ្នកមានអំណាចទៅជិះជាន់អ្នកក្រីក្រជាងក៏មានហៅថាអ្នកខ្លាំងដែរអ្នកក្លាហានដូចគ្នាដែរភាពក្លាហានចង់និយាយថាយើងធ្វើអ្វីដែលវាច្រាស់ទៅវិញมันក្លាហានដល់ពួកជនខ្សោយដែលអាងគ្នាច្រើនទៅធ្វើបាបមនុស្សតិចហ្នឹងដល់ពេលប៉ះគេធំជាងយើងវាកើតញើបលុនទៅរកគេចឹងមនុស្សឆ្លាតក៏ដូចគ្នាដែរខ្លួនឯងនៅចាំទៅលើចុងឈើដូចថ្មាតចឹងហើយតប្រមាញ់សัตว์បានចឹងទៅឆ្លួតចាំចឹកលួចពេលសាច់ខ្យល់ឬក៏សាច់ស្អុយហ្នឹងអានឹងថាខ្លួនឯងនឹងឆ្លាតចេះមើលកលៈទេសៈអីជាជនឱកាសនិយមណាអត់មានខំប្រឹងប្រែងពង្រឹងខ្លួនឯងឲ្យខ្លាចទៅជាអ្នកខ្លាំងអីអត់ទេគឺដេកចាំតែមើលហ្នឹងអញ្ចឹងបញ្ហាវាមិនមែននៅលើកម្លាំងយើងទេគឺនៅលើគំនិតយើងព្រោះគំនិតយើងយកអាដែលភាពងាយស្រួលយកមកដាក់ក្នុងខ្លួនហ្នឹងមានន័យថាមានគ្នាច្រើនដល់តែឈ្នះហើយអញ្ចឹងបើយើងគ្នាតិចជាងគេតែយើងលូនទៅរកគេទៅដើម្បីរស់អញ្ចឹងវាគំនិតងាយណាគ្មានការតស៊ូគ្មានការតាំងចិត្តអីទាំងអស់ easy ណាចឹងត្រឡប់មកវិញខ្មែរយើងមិនជាប្រទេសដែលតន់ពេកទេធនធានយើងមានធនធានរបស់ជាតិដែលសំខាន់មានតែពីរទេគឺមនុស្សនិងដីហ្នឹងឯងផ្នែកផលិតហើយបញ្ហាលុយក៏វាជា energy តំណាងឲ្យកម្លាំងនឹងឯងតំណាងឲ្យពលកម្មរបស់មនុស្សនឹងឯងហើយប្រភពនៃកម្មសិទ្ធិក៏វាចេញពីមនុស្សដូចគ្នាដែរខ្ញុំបញ្យល់ពីកម្មសិទ្ធិកម្លាំងក៏ដោយកម្មសិទ្ធិបញ្ញាក៏ដោយមូលដ្ឋានច្បាប់ដែលកើតបានជាសិទ្ធិកម្មសិទ្ធិឬក៏ច្បាប់ភូកៈហ្នឹងគឺវាកើតចេញពីកម្លាំងពលកម្មគឺនៅពេលដែលមនុស្សទៅធ្វើយកកាប់ឈើទៅធ្វើទូកហ្នឹងវាជាកម្មសិទ្ធិរបស់យើងប្រើបញ្ញាប្រើខួរក្បាលទៅសេសភៅឬក៏វាជាកម្មសិទ្ធិរបស់យើងអញ្ចឹងអ្នកដតីដែលចង់បានវាចង់បានទូករបស់យើងវាត្រូវយកលុយមកទិញបើអត់មានលុយយកសាច់មកដូរយកអង្គមកដូរអញ្ចឹងវាជាមូលដ្ឋាននៃសេដ្ឋកិច្ចពិតប្រាកដគ្រាន់តែថាយើងអត់ចេះរៀបចំវាយើងអត់ចេះប្រើវាជាពិសេសអ្នកដែលកាន់តួនាទីសំខាន់ហ្នឹងច្រើនតែយករបស់ហ្នឹងទៅធ្វើកិច្ចការដែលអត់ប្រយោជន៍ដែលវាមិនមានប្រយោជន៍ឲ្យដល់ជនរួមជាតិវានាំទៅខ្សោយឧទាហរណ៍ថាបានលុយ$10000មកពីការកាប់ឈើអញ្ចឹងយើងអត់យកទៅបង្កើតជាសិប្បកម្មធ្វើរោងចក្រឬក៏ជំនួញឬក៏ផ្ដល់នូវការស្រាវជ្រាវ technology ឬក៏ឧបត្ថម្ភក្មេងដើម្បីឲ្យវាធ្វើកិច្ចការណាដែលវាមានប្រយោជន៍ទៅដល់ប្រទេសទាំងមូលយើងយកទៅទិញស្រាមួយដបយកមកផឹកហើយថាអញសង្ហាណាអីចឹងណាវាជាមូលហេតុនៃភាពទន់ខ្សោយនឹងឯងពាក្យខ្មែរយើងមានពាក្យមួយដែលគេថាមានរត់ដូចខ្មោចកម្លាំងដូចសមោចចិត្តដាច់
ដូចស្រីចិត្តដាច់ដូចស្រីខ្ញុំមិនសូវយល់ទេពីព្រោះខ្ញុំមិនមែនមនុស្សស្រីហើយទៅសួរស្រីទៅក៏ប៉ុន្តែពាក្យថាមានកម្លាំងដូចសមុទ្រគឺមានន័យថាសមុទ្រវាធ្វើការជាក្រុមវាមានសាមគ្គីគ្នាវាចេះចែករំលែកចេះបែងចែកផលប្រយោជន៍បានពីការធ្វើកិច្ចការរបស់វាហ្នឹងហើយនឹងត្រៀមបំរុងសភាពការចនិចដោយការជូនស្បៀងយកទៅដាក់នៅក្នុងដបូកវាដើម្បីត្រៀមសម្រាប់រដូវវស្សាអញ្ចឹងខ្លាំងមានកម្លាំងដោយសមុទ្រគឺមិនមែនមានន័យថាធ្វើការជាក្រុមតែម្យ៉ាងទេគឺចេះអត់ចេះទុកដាក់ត្រៀមបំរុងសភាពការវិវត្តមកដល់អញ្ចឹងដល់ពេលដែលខែវស្សាឡើងត្រីវាមកហើយវាអត់ទៅធ្វើអីសមុទ្របានទេដោយសារសមុទ្រវានៅក្នុងដបូកហើយមានអាហារគ្រប់គ្រាន់អញ្ចឹងរឿងមួយទៀតគឺពាក់ព័ន្ធទៅនឹងហៅថាមានរឹតដូចខ្មោចយើងអត់ដឹងថាមានឬក៏អត់ទេក៏ប៉ុន្តែមនុស្សខ្លាចវាឬតែឈ្មោះខ្លាចគឺដោយសារតែយើងវាអត់ច្បាស់ថាមានឬក៏អត់ខ្មែរយើងវាមានទម្លាប់អាក្រក់អារឿងអួតហ្នឹងឯងមានស្អីចឹងបាបវិនឲ្យគេមើលអស់ខ្ញុំមានលុយប៉ុណ្ណេះមានអីស្អីណាថាពាក្យមានសម្ញែងណាឲ្យចោលឃើញណាហើយអារឿងអួតរឿងអញបោះឯងឡើយអញបោះអាហ្នឹងឯងមកថាប្រាប់គេដឹងមុនទៅដល់វាទៅវ័យគេវ័យមិនបានគេដាក់មុនបាត់អញ្ចឹងខ្មែរយើងវាមានអាគំនិតមួយល្ងងខ្លៅមកលាយជាមួយនឹងឯងដោយសារមានយើងវាអត់មានស្អីនៅក្នុងខ្លួនគេហៅថា inside your strong from inside ដល់ពេលអញ្ចឹងយើងអ្វីដែលមាននៅពីក្រៅអស់ទាំងនោះយើងចេះយកមកអួតដើម្បីឲ្យគេខ្លាចក្រោតក្រែងអញ្ចឹងទៅអានោះវាលេងមានរត់ដូចខ្មោចហើយខ្មោចអ្នកយើងមានអត់មានអត់ដឹងទេប៉ុន្តែមកផែឬក៏យើងចង់វាយគេក៏ដូចគ្នាដែរអត់ចាំបាច់អួតទេដល់ដាក់ផ្លឹបrồiអញវាយឯងនៅចាំបាច់និយាយទៅដាក់ផ្លឹបrồiទៅអាហ្នឹងមិនថាក្នុងនិយាយច្រើនអត់ប្រយោជន៍ណាដល់ពេលឆ្លោះគ្នាមែនទែនវាទៅរឿងមួយផ្សេងអូខេ